ដល់មេរៀនទី2ដែលតកតងជាមួយនឹងការសង្ខេបមេរៀនហើយនឹងសំណួរចម្លើយដែលមាននៅក្នុងសៀវភៅសិក្សាសង្គមថ្នាក់ទី5តោះចឹងយើងរៀនទាំងអស់គ្នាមេរៀនទី2គោលដៅនៅក្នុងការសិក្សាបាទមេរៀនសង្ខេបការកំណត់គោលដៅក្នុងការសិក្សាគឺជាកត្តាមួយធ្វើឲ្យការសិក្សាទទួលបានជោគជ័យក្នុងគោលដៅតែងមានការដែលយើងបានគិតទុកជាមុននៅសកម្មភាពដែលត្រូវសិក្សាបញ្ហាដែលត្រូវប្រឈមនិងវិធីនានាដែលត្រូវដោះស្រាយការសិក្សាមានផែនការធ្វើឲ្យយើងជឿជាក់លើសមត្ថភាពរបស់ខ្លួននិងឈានទៅសម្រេចគ្រប់បំណងប្រាថ្នាសំណួរនិងចម្លើយបាទយើងចូលដល់សំណួរចម្លើយហើយសង្ឃឹមថាបងប្អូនអាចចុច Subscribe ចុច Subscribe នៅក្នុងនេះមួយផងបាទច្រើនតែយើងចាប់ដើមផងគ្នាក៏ចូលឆ្លើយនៅសំណួរខាងក្រោមតើអ្នកមានគោលដៅក្នុងការសិក្សាប្រចាំឆមាសដូចម្ដេចបាទចម្លើយខ្ញុំមានគោលដៅក្នុងការសិក្សាប្រចាំឆមាសគឺខ្ញុំត្រូវដណ្ដើមពិន្ទុឲ្យបានល្អគ្រប់មុខវិជ្ជាដូចនេះខ្ញុំត្រូវខិតខំហាត់អានសរសេរធ្វើលំហាត់លេខរាល់ថ្ងៃរំលឹកមេរៀនរាល់ពេលមុននឹងទៅសាលារៀនធ្វើលំហាត់គ្រប់កិច្ចការដែលគ្រូដាក់ឲ្យនៅផ្ទះបាទអញ្ចឹងចូលដល់សំណួរទី2តើអ្នកកំណត់គោលដៅតើអ្នកកំណត់ចំណុចអ្វីខ្លះនៅពេលដាក់ផែនការសិក្សាចម្លើយនៅពេលដាក់ផែនការសិក្សាយើងត្រូវកំណត់ចំណុចសំខាន់ដូចខាងក្រោមទី1បែងចែកពេលវេលាសិក្សាប្រចាំថ្ងៃនិងកំណត់ពីអ្វីដែលបានសិក្សាឲ្យបានចេះចាំនៅក្នុងថ្នាក់និងក្រៅថ្នាក់កំណត់បញ្ជីមេរៀនទាំង4មុខសម្រាប់សិក្សាប្រចាំថ្ងៃប្រចាំខែនិងប្រចាំឆមាសបាទតោះចឹងយើងតទៅមុខទៀតកំណត់ខ្លឹមសារមេរៀនដើម្បីរកអ្នកជួយគ្រប់គ្រងឬជួយពន្យល់ណែនាំបន្ថែមកំណត់វិធីជំនះឧបសគ្គលេខ3តើហេតុអ្វីបានជាអ្នកធ្វើផែនការសិក្សាបាទចឹងចូលដល់ចម្លើយបានជាយើងធ្វើផែនការសិក្សាព្រោះដើម្បីរៀបចំសកម្មភាពសិក្សាពេលវេលាសិក្សាឲ្យបានជាក់លាក់តាមផែនការដែលជាកត្តាជំរុញការសិក្សារបស់យើងទទួលបានភាពជោគជ័យបាទអញ្ចឹងយើងចូលដល់ចំណុចខគាត់ថាឲ្យយើងគូសវងជុំវិញលេខណាដែលជាចម្លើយត្រឹមត្រូវបាទអញ្ចឹងការសិក្សាខាងក្រោមនេះតើសកម្មភាពសិក្សាណាខ្លះដែលអ្នកជ្រើសរើសសម្រាប់អនុវត្តបាទអញ្ចឹងយើងជ្រើសរើសទី1គឺចំណុចលេខ1គឺខ្ញុំខិតខំរៀនឲ្យបានពូកែទាំង4មុខវិជ្ជាលេខ2ខ្ញុំត្រូវធ្វើលំហាត់គណិតវិទ្យាឲ្យបានញឹកញាប់បាទហើយជាគោលរង្វង់ហ្នឹងលេខ1លេខ2លេខ3លេខ4លេខ5នេះបាទអញ្ចឹងរាល់ល្ងាចក្រោយពេលបាយខ្ញុំតែងមើលកាលវិភាគសម្រាប់រៀនថ្ងៃស្អែកលេខ4ខ្ញុំខិតខំធ្វើកិច្ចការឬមេរៀនរៀនមេរៀនណាដែលរៀនពីសាលាឲ្យបានចេះចាំទី5កិច្ចការដែលមិនទាន់បានច្បាស់ខ្ញុំសុំសួរឪពុកម្ដាយឬបងខ្ញុំជួយបញ្យល់ដល់ហើយចំណុចទី6នេះយើងអត់គូសទេដាក់ថាខ្ញុំមិនចូលចិត្តការកំសាន្តនៅពេលកំពុងការសិក្សានៅផ្ទះបាទខ្ញុំមិនចូលចិត្តការកំសាន្តនៅពេលកំពុងសិក្សានៅផ្ទះអញ្ចឹងយើងមកមើលតាមការគូសគ្រាសតាមលំនាំរបស់គេអញ្ចឹងមកបាទអរគុណច្រើនសម្រាប់ការតាមដានវីដេអូនេះជួបគ្នានៅមេរៀនទី3ជាបន្តទៀត